ចេញដំណើរទៅហើយបងប្អូនទាំងអស់នេះខ្ញុំទៅណាអត់ហើយពេលថ្ងៃអាទិត្យគឺជាថ្ងៃសម្រាប់អញ្ចឹងទៅឡានម៉ូតូអត់សូវមានទេបងប្អូននៅខាងនេះបើថ្ងៃធម្មតាថ្ងៃច័ន្ទថ្ងៃសុក្រម៉ោង7ជាងម៉ោង7និងម៉ោង5ជាងគឺស្ទះឡានដោយសារពេលព្រឹកយើងទៅរៀនគ្រប់កូនទៅរៀនគេទៅធ្វើការគាត់ធ្វើការអញ្ចឹងហើយពេលម៉ោង5គឺគេត្រឡប់ទៅធ្វើការវិញហើយក៏កូនក៏ចេញពីសាលាដូចគ្នាអញ្ចឹងទៅគឺស្ទះឡានហ្មងស្ទះមែនតើហើយឥឡូវនេះខ្ញុំឡើងមកដល់ផ្លូវ highway បងប្អូនហើយនឹងខ្ញុំថ្ងៃហ្នឹងទៅកម្មវិធីមិត្តភ័ក្តិនៃការមកតែបានដូចគ្នាហ្នឹងគាត់ទិញផ្ទះគាត់ឡើងគេហដ្ឋានអញ្ចឹងទៅគាត់ក៏បានជើញខ្ញុំទៅហើយគាត់ប្រាប់ខ្ញុំតាំងពីខែ10ម្លេះគាត់ឆាតមកសួរខ្ញុំថាអូនគាត់ឡើងផ្ទះអូនឯងមកមានពេលមកអញ្ចឹងហើយមកគ្នាម៉ានអ្នកអីម៉ានអ្នកអញ្ចឹងគាត់ប្រាប់គាត់ប្រអីគាត់ក៏អភោជនីយដ្ឋានមានកៅអីអញ្ចឹងហើយខ្ញុំក៏ថាបើខ្ញុំនឹងបានទៅប៉ុន្តែអត់ដឹងប្រហែលអ្នកប្រគំប្រពៃខ្ញុំក៏អត់ទៀងទេគាត់អត់ស្ដាប់តាមខ្ញុំទេអត់ដូចមុនទេពីមុនខ្ញុំទៅណាក៏ទៅតាមឡើយអត់ទៅតាមទេបងប្អូនខ្ញុំទៅតែឯងហ្នឹងហើយនឹងដឹកឡាននៅផ្លូវ highway ទៅតែឯងទៀតហើយថ្ងៃអាទិត្យហ្នឹងគឺនៅផ្លូវ highway ក៏មានស្ទះតិចតួចដោយសារគេធ្វើដំណើរកំសាន្តមិនថាចិត្តមិនថាឆ្ងាយព្រោះនៅកោះតៃវ៉ាន់នេះគឺវាធ្វើតែប្រទេសតូចមែនប៉ុន្តែរឿងចរាចរណ៍ឬផ្លូវឲ្យប្រជាពលរដ្ឋបើកបរគឺស្រួលមែនតើបងប្អូនមើលទៅតាមវីដេអូនេះក៏ដឹងដែរព្រោះឥឡូវនេះខ្ញុំនៅលើផ្លូវ highway វាមានដល់តែ4-5 ឡែនអញ្ចឹងណាហើយនេះរៀងស្ទះតិចដោយសារខាងមុខហ្នឹងមានគ្រោះថ្នាក់ចរាចរណ៍ហើយបានខ្ញុំនិយាយគ្រោះថ្នាក់ចរាចរណ៍ដោយសារខ្ញុំបើកទៅដល់មុខហ្នឹងបានដឹងថាអូក៏ពិតគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងបានមានការរាំងស្ទះរថយន្តខ្លះអញ្ចឹងណាហើយខ្ញុំនឹកឃើញថាកម្មវិធីគេម៉ោង12ខ្ញុំក៏ចេញដល់ពីម៉ោង11តែម្លេះព្រោះគាត់ប្រាប់ខ្ញុំថាអូនឯងបើតនេអូនឯងមកមុនមកស្រួលរកកន្លែងទុកឡានអញ្ចឹងសាប់ទៅដល់ពាក់កណ្ដាលផ្លូវស្ទះឡានហើយខ្ញុំគាត់ថាចៃដន្យដោយសារខ្ញុំមិនទៅម៉ោង12បើទៅម៉ោង12វានឹងស្ទះឡានស្ទះអីចឹងដល់ពិបាកហើយលើចុះមកដល់ក្រោមឯងបងប្អូនព្រោះអីផ្លូវទៅផ្ទះគាត់ហ្នឹងគឺកន្លែងភោជនីយដ្ឋានហ្នឹងគឺគាត់ចិត្តផ្ទះគាត់ដែរប្រហែលជា23នាទីទេអត់ឆ្ងាយទេដល់អញ្ចឹងទៅនាងខ្ញុំក៏ធ្វើដំណើរទៅពីមុនប៉ុន្តែដោយសារឃើញថាទៅគាត់ប្រាប់មកយើងទៅតាំងពីម៉ោង11ចាំទៅណាមួយយើងលើកទី1យើងទៅកន្លែងហ្នឹងយើងដាក់ map ដាក់អីដាក់ Google ដាក់អីទៀតយើងអត់ដឹងថាផ្លូវហ្នឹងវាចម្ងាយប៉ុន្មានស្ទះឡានស្ទះអីទៅវាពិបាកអញ្ចឹងខ្ញុំចូលចិត្តធ្វើដំណើរទៅណាម្ដងខ្ញុំចូលចិត្តទៅមុនមិនថាពេលវេលានឹងម៉ោងប្រហែលតែខ្ញុំចូលចិត្តទៅមុនបងប្អូនព្រោះថាឧទាហរណ៍ថាម៉ោង12គេចាប់ផ្ដើមអញ្ចឹងខ្ញុំទៅម៉ោង11ឬម៉ោង10កន្លះខ្ញុំចាប់ផ្ដើមឆ្នាំខ្ញុំសុខចិត្តនៅចាំកន្លែងគេនោះដើម្បីទី1រកកន្លែងទុកឡានណាហើយទី2អត់ចង់ឲ្យហួសពេលវេលាដែលគេប្រាប់យើងចឹងដែរសុខចិត្តអង្គុយចាំគេទៅឥឡូវមកដល់កន្លែងភោជនីយដ្ឋានដែលបងស្រីគាត់តាមឲ្យលេខតាមអត្តរេសលេខភោជនីយដ្ឋានហ្នឹងបានមកដល់ហើយគាត់ថាឲ្យមកក្រៅមកគាត់ចេញមករកយើងខ្ញុំចឹងព្រោះយើងដឹងនៅកន្ទប់មួយណាឥឡូវនេះម្ចាស់កម្មវិធីចេញមកគាត់ឃើញនឹងខ្ញុំបងប្អូនអូយសប្បាយចិត្តមែនតើថាយូរជួបគ្នាម្ដងបងប្អូនអូយនិយាយមែននេះគឺម្ចាស់កម្មវិធីបងស្រីគាត់មកចិននឹងយូរឆ្នាំហើយយ៉ាងជិត30ឆ្នាំហើយនេះក៏ខ្មែរដែរគាត់ស្លៀកកៅអៅប្រពៃណីយើងណាចង់និយាយថាចែករំលែកឲ្យតៃវ៉ាន់ដឹងថានេះគឺជាសម្លៀកបំពាក់ខ្មែរយើងអញ្ចឹងហើយគាត់ម្រាក់ទាក់មែនតើឃើញយើងព្រាមចូលរត់អោបយើងហើយយើងក៏សប្បាយចិត្តគាត់ក៏សប្បាយចិត្តអញ្ចឹងហើយគាត់ចេះថាថៃបើមិនស្លៀកកៅអៅបុរាណមកហើយខ្ញុំថាស្លៀកមិនបងហើយបើឥឡូវបើគីឡូវាកាន់តែទៅហើយគាត់ថាស្លៀកមកអូនខ្ញុំថាអត់ទេបងខ្ញុំស្លៀកអត់ចោះទេឥឡូវគីឡូឡើងពេកបងប្អូនអើយហើយឥឡូវក៏ជួបមិត្តភក្តិដែលពីមុនស្គាល់គ្នាហ្នឹងហើយឥឡូវនេះគេថានាំទៅចូលក្នុងហើយគេចូលទៅកន្លែងតុកអង្គុយអញ្ចឹងហើយទៅតាមគេឈើទៅហើយមិនដឹងកណាទេហើយម្នាក់មួយដែលពាក់បង់កសែងកម៉ាហ្នឹងគាត់ជាអ្នកនាំផ្លូវទៅអញ្ចឹងហើយចៃដន្យទៅដល់នោះក៏គាត់ជួបគាត់ធ្លាប់រៀនបានជួបគ្រូជួបអីចឹងក៏គាត់ឈររាក់ទាក់បន្តិចទៅដោយសារវាពេលវេលាយើងនឹកឃើញគាត់មកដល់ហ្នឹងឃើញហើយក៏គាត់រាក់ទាក់សុំថតសុំអីចឹងហើយនឹងខ្ញុំក៏ឈរនៅស្ដាប់ពួកអីខ្ញុំទៅតាមគាត់ខ្ញុំមិនដឹងថាកតុបមួយណាដែលកតុបយកខាងពួកខ្ញុំទៅចូលចឹងហើយគាត់នេះគេឲ្យថត